សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះមកជួប admin ទៀតហើយថ្ងៃនេះ admin មានរឿងមួយចង់និយាយប្រាប់បងប្អូនបាទរឿងហ្នឹងគឺរឿងខ្មោចទៀតហើយហើយរឿងហ្នឹងគឺខុសពីប្លែកខុសពីគេគឺថាខ្មោចសងគុណពួកអីពាក្យថាខ្មោចបងប្អូនមកលងយើងមកបន្លាចយើងមកមានន័យថាឲ្យយើងព្រឺព្រួចខ្លាចអីចឹងណាប៉ុន្តែខ្មោចមួយនេះគឺថាមកដើម្បីសងគុណមនុស្សវិញអញ្ចឹងតោះយើងទៅទាំងអស់គ្នាបងប្អូនល្ងាចថ្ងៃនេះអាកាសធាតុហាក់ដូចជាត្រជាក់ជាងពេលមុនដុល្លារជាកំឡោះសង្ហាចូលចាំមិត្តសម្លាញ់នៅក្នុងហាងអាហារមួយក្រោយពីសម្រាប់ការសិក្សាទឹកក្រូចចម្បាច់ក្នុងកែវនៅចំពោះមុខគេនោះនៅសល់ជិតកន្លះកែវខ្សែភ្នែករបស់គេសម្លឹងទៅកាន់ផ្លូវចូលហាងនិងលើកនាឡិកាមើលម៉ោងជាញឹកញាប់ពេលខ្លះក៏ដកដង្ហើមវែងអីក៏ក្រមកម្លេះវើយម៉ោងជិត6ទៅហើយរូបបណ្ដាលចាប់ទឹកក្រូចបណ្ដាលទាំងទឹកមុខស្រពាប់ស្រពោនបង្ហាញនៅក្តីអស់សង្ឃឹមកាន់តែខ្លាំងឡើងមិនយូរប៉ុន្មានទើបគេដកដង្ហើមមកវិញពេលងាកទៅឃើញរាងខ្ពស់ចង្ក្រងក្នុងឈុតជាសិស្សសាលារបស់ចត្រាបង្ហាញឡើងនៅទ្វារចូលហាងចាំយូរហើយឬសម្លាញ់គិតមើលខ្លួនឯងទៅណាត់ម៉ោង5ឥឡូវនេះម៉ោង6ជាងទៅហើយតើយូរដែរទេកំឡុះដុល្លារសួរត្រឡប់ទៅវិញធ្វើឲ្យចត្រាសោយបណ្ដាងាកទៅបញ្ជាទឹកក្រូចពីស្រីរត់តុបណ្ដាទើបបែរមកនិយាយជាមួយមិត្តសម្លាញ់វិញជប់ខឹងទៅគ្នាសុំទោសព្រោះមានធុរៈទើបមកមិនបានទាន់ការណាត់ឯងណាត់គ្នាមកមានការអីដែរគឺរឿងបន្ទប់ដែលឯងណែនាំគ្នាទៅជួលនៅនោះឥឡូវនេះមានបញ្ហាហើយបញ្ហាអីទៅមានអ្នកលេងទៅឆាឆៅឬណែវាធ្ងន់ធ្ងរជាងអ្នកលេងទៅទៀតណាគ្នាសង្ស័យបន្ទប់នេះមានខ្មោចហ្មងណាជួលខ្មោចទេគ្នានិយាយការពិតណាចត្រាបន្ទប់ដែលគ្នាជួលនៅនោះប្រកាសជាមានខ្មោចមែនពេលខ្លះគ្នាយល់សពឃើញស្ត្រីម្នាក់ស្លៀកពាក់ពណ៌ខៀវរបៀបជាស្ត្រីខ្មែរពេលខ្លះទៀតបានឮសូរសំឡេងដូចមានមនុស្សយំបានហើយឯងឈប់និយាយទៅកុំទៅនិយាយរឿងនិទានគ្មានការពិតនេះមកនិយាយឲ្យគ្នាស្ដាប់គ្នាមិនចូលចិត្តទេបើថាអបសុកណានិយាយរឿងស្រីស្អាតវិញទៅគ្រាន់បានរំភើបចិត្តជាងចត្រាក៏លើកដៃហាមមិនឲ្យតុលានិយាយបន្តព្រមទាំងលើកកែវទឹកក្រូចចាប់អស់ពាក់កណ្ដាលទើបដាក់មកវិញចត្រានិយាយបន្តបង្ហាញប្រាប់តាមគំនិតរបស់គេថាឯងដឹងទេគ្នាក៏ធ្លាប់ទៅជួបបន្ទប់នោះម្ដងម្កាលដែរពេលណាគ្នាទៅធ្វើ assignment អីចឹងណាគ្នាទៅជួលម្ដងម្កាលប៉ុន្តែគ្នាមិនធ្លាប់បានឃើញឬបានឮតទៅសោះក្រៅពីសម្លេងសេចក្តីសុខរបស់យើងទាំងពីរនាក់ហ្នឹងណាជប់គិតទៅមនុស្សតែស៊ីឆ្អែតយល់សពច្រើនហើយខំរៀនខ្លាំងក៏ទៅស្អែកប្រសាទក៏ចុះខ្សោយឮនេះឮនោះផ្ដេសផ្ដាស់អីចឹងហើយគ្នាថាឯងគិតច្រើននៅខ្លួនឯងទេគ្នាមិនគិតច្រើនទេជាពិសេសកាលពីយប់មិញនេះយប់មិញយ៉ាងម៉េចពេលគ្នាកំពុងតែអង្គុយទន្ទិញមេរៀនសុកក៏ស្រាប់តែឮសំឡេងស្រីម្នាក់យំក្បែរជញ្ជាំងផ្នែកខាងក្រោយគ្នាពិតជាឮមែនណាដុល្លារព្យាយាមអធិប្បាយឲ្យមិត្តស្ដាប់ពីរឿងអាថ៌កំបាំងដែលខ្លួនបានឮមកប៉ុន្តែចត្រាត្រឡប់ជាកវីក្បាលព្រោះកំឡោះសម័យថ្មីមិនជឿស្រាប់ទៅហើយរឿងតាក់ទងនឹងខ្មោចនោះគ្នាមិនប្រកែកទេថាឯងបានឮសំឡេងប៉ុន្តែហេតុអ្វីបានជាមិនគិតខ្លះផងថាសំឡេងនេះវាលាន់ចេញមកពីបន្ទប់ក្បែរនោះណោះហើយឈប់គិតពីរឿងអត់ប្រយោជន៍នេះទៅគ្នានឹងព្យាយាមជឿឯងដុល្លារកាត់សេចក្តីសរុបលែងនិយាយរឿងនេះតទៅទៀតខ្ញុំនិយាយក៏អត់ប្រយោជន៍ដែរព្រោះគេមិនជឿទៅហើយប៉ុន្តែគេនៅតែជឿថាក្នុងបន្ទប់របស់គេពិតជាមានវត្ថុអាថ៌កំបាំងចត្រាបដូររឿងសន្តានារួចចូលរឿងស្រីម្នាក់ឈ្មោះរីតាដែលឯងលួចស្រឡាញ់នោះបានការយ៉ាងម៉េចទៅហើយបានត្រឹមតែលួចមើលគេប៉ុណ្ណោះមិនទាន់ហ៊ាននិយាយលែបខាយដាក់នាងនៅឡើយពេលឃើញម្ដងគ្នាទ្រាំមិនចង់បានទេវើយសឹងតែស្ទុះទៅអោបឲ្យខ្ទេចឆ្អឹងហ្មងនេះគិតយ៉ាងម៉េចស្រេចតែឯងទៅប៉ុន្តែមើលចិត្តគេផងប្រយ័ត្នគេស្រែកពិបាកខ្មាស់គេវើយឥឡូវនេះតើឯងប្រុងតែណាទៀត
គិតថាត្រឡប់ទៅកន្លែងស្នាក់នៅវិញហើយមួយរយៈនេះមិនសូវមានលុយទោះជាដើរទៅណាក៏មិនសប្បាយដែរអូខេគ្នាក៏ប្រញាប់ទៅផ្ទះវិញដែរកិច្ចការផ្ទះនៅមានច្រើនទៀតដុល្លារហៅអ្នករត់តុមកគិតលុយបន្ទាប់មកទើបនាំគ្នាដើរចេញពីហាងនិងបំបែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនកំឡុះដុល្លារត្រឡប់មកដល់កន្លែងស្នាក់ដែលផ្ទះនោះសង់ឡើងក្នុងលក្ខណៈពាក់កណ្ដាលជាផ្ទះឈើនិងពាក់កណ្ដាលជាផ្ទះថ្មទាំងអស់មាន20បន្ទប់ជាន់ក្រោមនិងចុងគេបំផុតនៃអគារគឺជាបន្ទប់ដែលដុល្លារជួលនៅគេដើរមកឈប់នៅពីមុខបន្ទប់ខ្លួនឯងរួចរុញកូនសោចូលទៅរួចស្រូបខ្យល់ដកដង្ហើមចេញចូលវែងហើយគាត់ព្រឺសម្បុរព្រាតពេលនឹងទៅដល់វត្ថុអាថ៌កំបាំងនៅក្នុងបន្ទប់របស់ខ្លួនប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចចាំបាច់ត្រូវតែចូលទៅព្រោះវាជាបន្ទប់ដែលខ្លួនជួលនៅទៅហើយយ៉ាងណាក៏ទ្រាំនៅឲ្យគ្រប់មួយខែសិនទៅរួចចាំរកកន្លែងជួលនៅថ្មីទៀតគិតប្រហែលជាគ្មានរឿងអីកើតឡើងពេលនេះសំឡេងយំដែលបានឮពីយប់មិញសូមឲ្យវាជាសំឡេងលាន់ចេញពីបន្ទប់ផ្សេងដូចចត្រាថាទៅចុះគេប្រញាប់បើកភ្លើងបំបត្តិភាពអន្តកាលនៅក្នុងបន្ទប់របស់គេដោះសម្លៀកបំពាក់ឲ្យរួចហើយបើកទ្វារក្រោយចេញទៅអង្គុយលេងនៅរបៀងខាងក្រៅអុចបារីជក់បណ្ដាខ្សែភ្នែកសម្លឹងទៅកាន់ផ្ទះមួយខ្នងដែលនៅក្បែរតុចិត្តបង្អួចដោយមិនចាប់អារម្មណ៍នឹងអ្វីទាំងអស់ដុល្លារអង្គុយសម្លឹងមើលនាងរហូតអស់បរិយពីដើមទើបក្រោកចូលទៅបន្ទប់ទឹកដោយសារកែវភ្នែករបស់គេបានដកជាប់រូបនាងក្រមុំស្រស់ស្អាតដែលគេបានអង្គុយមើលអំបញ្ញមិញនោះទើបធ្វើឲ្យគេទប់ចិត្តមិនបានក៏បំពេញចំណង់ដោយខ្លួនឯងទៅជាមួយនឹងការសមាសម័យទៅរកនាងក្រមុំម្នាក់នោះដែលអង្គុយបង្ហាញរៀងឲ្យគេឃើញរាល់ថ្ងៃរហូតបានដល់ចំណុចកំពូលទៅក្នុងពេលនោះដុល្លារទាំងមិនដឹងខ្លួនសោះថាកំពុងមានខ្សែភ្នែកអាត់កំបាំងសម្លក់សម្លឹងការប្រព្រឹត្តរបស់គេដោយពេញចិត្តបំផុតយប់នោះកំឡោះសង្ហាអង្គុយទន្ទិញមេរៀនរហូតងងុយទើបចូលដេកប៉ុន្តែវាបានត្រឹមក្នុងសភាពពាក់កណ្ដាលលក់និងពាក់កណ្ដាលភ្ញាក់ស្រាប់តែគេបះរោមបេះដូងលោតញាប់នៅពេលឃើញពន្លឺភ្លើងពណ៌ខៀវស្រស់ថ្លាសន្សឹមបង្ហាញឡើងនៅឯសសរឈើចុងជើងពន្លឺនេះកាន់តែភ្លឺឡើងបន្តិចម្ដងរហូតក្លាយជារូបរាងស្រីក្រមុំដ៏ស្អាតក្នុងឈុតរបៀបជាស្ត្រីខ្មែរពណ៌ខៀវសេងសម្លក់រូបភាពនោះស្ទើរមិនហ៊ានព្រិចភ្នែកការភ័យខ្លាចបានពុះជ្រែកចូលក្នុងបេះដូងរបស់គេរហូតញាប់ញ័រចំប្រប់មិនអាចទប់រងាប់បានគេចង់ស្រែកជំទាលឲ្យអស់សម្លេងប៉ុន្តែហាមាត់មិនរួចសោះគេបានត្រឹមតែបើកភ្នែកធំមើលរូបស្រីក្បែរសសរនោះដោយអាការៈតក់ស្លុតបំផុតជួយខ្ញុំផងសូមមេត្តាផងចុះជួយខ្ញុំផងដុល្លារបានលើសំឡេងស្រីម្នាក់នោះយកមកវល់ទាំងអណ្ដើរអណ្ដកយ៉ាងច្បាស់កឡែតអ្នកជានរណាដុល្លារមិនបានហើបមាត់សួរទេគេគ្រាន់តែគិតក្នុងចិត្តតែប៉ុណ្ណោះប៉ុន្តែនាងម្នាក់នោះបែរជាអាចស្ដាប់បានព្រោះនាងតបវិញថាខ្ញុំជាទេពធីតាព្រៃព្រឹក្សាគេនាំខ្ញុំមកនៅទីនេះយូរហើយខ្ញុំឈឺដើមទ្រូងខ្លាំងណាស់ជួយដកដាច់គោលចេញពីទ្រូងរបស់ខ្ញុំផងចុះខ្ញុំឈឺខ្លាំងណាស់នាងប្រាប់ថែមទាំងចង្អុលឲ្យមើលដើមទ្រូងផងជួយខ្ញុំផងសូមមេត្តាផងចុះជួយខ្ញុំផងដុល្លារបានលើសំឡេងស្រីម្នាក់នោះយកមកវល់ទាំងអណ្ដើរអណ្ដកយ៉ាងច្បាស់កឡែតអ្នកជានរណាដុល្លារមិនបានហើបមាត់សួរទេគេគ្រាន់តែគិតក្នុងចិត្តតែប៉ុណ្ណោះប៉ុន្តែនាងម្នាក់នោះបែរជាអាចស្ដាប់បានព្រោះនាងតបវិញថាខ្ញុំជាទេពធីតាព្រៃព្រឹក្សាគេនាំខ្ញុំមកនៅទីនេះយូរហើយខ្ញុំឈឺដើមទ្រូងខ្លាំងណាស់ជួយដកដាច់គោលចេញពីទ្រូងរបស់ខ្ញុំផងចុះខ្ញុំឈឺខ្លាំងណាស់នាងប្រាប់ថែមទាំងចង្អុលឲ្យមើលដើមទ្រូងផងនាងនិយាយបង្អស់សំឡេងវែងរួចហើយរាងពណ៌ខៀវរបស់នាងក៏សន្សឹមងងឹតទៅបន្តិចម្ដងរហូតងងឹតសូន្យដូចដើមកំឡោះដុល្លារស្ទុះក្រោកឡើងអង្គុយភ្នែកប្រឹងសម្លក់ទៅសសរនោះទាំងងងឹតចាក់ភ្នែកមិនយល់គេកំពុងឆ្ងល់ថាតើរូបភាពដែលគេឃើញអំបញ្ញមិញនេះពិតឬទេ
ត្រូវតែពិសោធន៍មើលសិនគេប្រាប់ខ្លួនឯងទាំងខំតាំងចិត្តគំនិតគេក្រោកឡើងទៅបើកភ្លើងបំភ្លឺនិងដើរទៅពិចារណាមើលត្រង់សសរមួយដើមនោះមួយសន្ទុះក្រោយមកគេឃើញមានដែកគោលមួយដើមដែលកប់ទៅនឹងសសរពិនិត្យមើលស្ទើរមិនដឹងព្រោះវាកប់ជិតផុតក្បាលទៅហើយតុលាសញ្ជឹងគិតរកមធ្យោបាយដើម្បីដកដែកគោលនោះចេញពីសសរឲ្យបានពេលនេះប៉ុន្តែគិតមិនឃើញសោះថានឹងយកអ្វីមកដកងើបមើលនាឡិកាឃើញថាម៉ោង11យប់ទៅហើយបើនឹងទៅដាស់គេឯងឲ្យមកជួយដកពេលនេះវាដូចជាចម្លែកពេកចាំស្អែកនេះខ្ញុំនឹងជួយដកឲ្យគេនិយាយជាមួយសសរនោះដូចមនុស្ស lobster រួចហើយវិលមកដេកវិញលក់ទៅទាំងអារម្មណ៍អណ្ដែតអណ្ដូងគ្រឿងសំឡេងនាឡិការោលាន់រំពងកំឡោះតុលាក្រោកឡើងទាំងអាការៈមមីមមើគេឆ្លៀតទៅមើលសសរនោះម្ដងទៀតមុននឹងចូលបន្ទប់ទឹកនឹងចេញមករៀបចំខ្លួនទៅសាលាថ្ងៃនេះគេរៀនស្ទើរមិនដឹងថាបានរៀនអីផងព្រោះអារម្មណ៍របស់គេរវល់តែគិតទៅដល់សសរមួយដើមនោះរហូតចប់ម៉ោងសិក្សាត្រឡប់មកវិញលោកអ៊ំសុំខ្ចីដង្កាប់បន្តិចតុលាសុំខ្ចីដង្កាប់ពីម្ចាស់ផ្ទះជួលបន្ទាប់ពីបានវត្ថុដែលត្រូវការហើយក៏ព្យាយាមដកដែកគោលនោះចេញដោយលំបាកលំបិនទម្រាំតែស្រេចដែកគោលនោះមានស្នាមច្រេះចាប់ខ្លាំងណាស់ទំនងជាបោះទុកយូរណាស់ហើយដកបានហើយក៏ក្រវែងចោលទៅតាមបង្អួចដោយមិនចាប់អារម្មណ៍នឹងដែកគោលនោះប៉ុន្មានទេយប់នោះកំឡោះតុលាអង្គុយរំលឹកមេរៀនធម្មតាលុះដល់យប់ជ្រៅបន្តិចស្រាប់តែមានសំឡេងគោះទ្វារបន្ទប់របស់គេនរណានឹងអ្នកកំឡោះប្រញាប់ស្រែកសួរតែគ្មានឮសូរសំឡេងតបឡើយគេក្រោកឡើងទៅបើកទ្វារមើលពេលនោះស្រាប់តែគេបើកភ្នែកធំបេះដូងលោតស្ទើរខ្ទាតចេញពីទ្រូងព្រោះអ្នកឈរក្បែរនោះគឺជាស្រីស្អាតឈ្មោះនាងរីតានៅផ្ទះទល់មុខគេដែលខំលួចមើលលួចស្រឡាញ់រាល់ថ្ងៃនោះអ្នកនាងមានការអីតុលាសួរទាំងសំឡេងញ័រព្រោះតែរងាប់ក្តីរំភើបមិនទាន់បានដែលសុកស្រាប់តែនាងមករកគេនៅពេលនេះធ្វើឲ្យគេនឹកស្មានមិនដល់នាងញញឹមដាក់គេដោយខ្សែភ្នែកតាក់ទាញជំនួសចម្លើយនាងចូលមកក្នុងបន្ទប់ហើយខ្ទាស់ទ្វារបន្ទប់ដោយខ្លួនឯងកំឡោះសង្ហាតាមមើលកាយវិការរបស់នាងដោយក្តីងឿងឆ្ងល់អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលថែមទៀតនោះគឺនាងបែរមកសួរគេថាលោកស្រឡាញ់នាងម្នាក់នោះមែនទេនាងថាម៉េចតុលាមិនយល់នឹងសម្ដីរបស់នាងទើបត្រូវសួរទៅវិញយ៉ាងដូច្នោះខ្ញុំដឹងថាលោកលួចមើលនាងរាល់ថ្ងៃខ្ញុំមិនយល់នឹងសម្ដីរបស់អ្នកនាងសោះតើសួរចង់មានន័យថាយ៉ាងម៉េចហ្នឹងបុរសកំឡោះអេះក្បាលនឹកឆ្ងល់ផងខ្មាស់នាងផងដែលសុកនាងអាចដឹងរឿងនេះប៉ុន្តែនាងនិយាយចេញមកហាក់ដូចជានាងមិនមែនជាតួខ្លួនឯងខ្ញុំមិនមែនរីតាទេប៉ុន្តែលោកឃើញនេះអាចថារីតាមែនប៉ុន្តែខ្ញុំមិនមែនរីតាទេតើនាងចង់និយាយពីស្អីប្រាប់ត្រង់មកខ្ញុំពិតជាមិនយល់តតែសោះហើយពេលនោះទើបនាងញញឹមហើយលើកចង្អុលដៃប្រាប់មែនហើយខ្ញុំភ្លេចប្រាប់លោកទៅថាខ្ញុំគឺជាមនុស្សដែលលោកឃើញនៅក្នុងសសរនោះណែនាងតុលានិយាយបានតែប៉ុណ្ណេះក៏ហាមាត់ច្រហល់ធ្លុងព្រោះឃើញនាងលាត់អាវឡើងបង្ហាញឲ្យឃើញដើមទ្រូងសចាំងធ្វើឲ្យគេស្រីវខ្លួនភ្ញាក់លោកបានជួយដកដែកគោលអាគមមួយដើមនោះចេញពីដើមទ្រូងខ្ញុំប្រាប់ហើយថាខ្ញុំនឹងសងគុណលោកវិញឬក៏លោកមិនត្រូវការនាងម្នាក់នេះទេនាងនិយាយបណ្ដាដោះអាវក្រវែងចោលបណ្ដាធ្វើឲ្យនាយកំឡោះសម្លក់សម្លឹងមិនព្រិចភ្នែកទឹកមាត់របស់គេជ្រាបចេញច្រោករហូតនិយាយមិនរួចពេលឃើញដើមទ្រូងនឹងដោះមួយគូសង្ហាបង្ហាញចំពោះមុខយ៉ាងនេះនាងទេពធីតាព្រឹកព្រៃដែលសន្ធិដ្ឋនៅក្នុងរាងកាយនាងក្រមុំរីតាញញឹមដាក់គេខណៈនាងកំពុងតែដោះទំពក់ខោជើងខ្លីរួចស្រាតខោនៅតែខ្លួននៅនគរនាងបញ្ចេញកាយវិការបង្អួតរៀង
and on តាក់ទាញបណ្ដាលឲ្យនាយកំឡោះភ្លឹកភ្លាំងញាប់ញ័រស្រើបស្រារកធ្វើអ្វីមិនត្រូវមិនយូរប៉ុន្មានទើបរាងកាយនោះធ្វើចលនាមកដល់ក្បែរគេប្រគល់ឲ្យគេលើកដៃក្រសោបអោបតាមសញ្ជាតិញៀនរួចខ្ទប់បបោមាត់យ៉ាងស្និទ្ធញុញីបឺតជញ្ជក់យ៉ាងអន្ទះអន្តែងក្រហល់ក្រហាយដូចត្រូវមុនសណ្ដំគេរុញនាងឲ្យផ្ដេកទៅលើគ្រែរួចប្រតិបត្តិកិច្ចកាមដែលកំពុងឆាបឆេះរស់រៀលយ៉ាងសន្ធោសន្ធៅពេញអង្ប្រានកំឡោះក្រមុំទាំងពីរនាងក្រមុំបរិសុទ្ធពិតពិតប៉ុន្តែកាយវិការតបស្នងរបស់នាងល្អឥតខ្ចោះមិនឲ្យបរិសង្ហាទាស់ចិត្តកន្លែងណាបន្តិចឡើយបងប្អូនដឹងអត់មួយសន្ទុះក្រោយមកវគ្គស្រាប់ស្រាហ្នឹងក៏បានបញ្ចប់ទៅព្យុះកំណាចព្យុះស្នេហ៍ហ្នឹងក៏បានបញ្ចប់ទៅជាមួយនឹងសេចក្តីសុខក៏កក់ក្ដៅគប់ចិត្តរៀងខ្លួនបរោះកំឡោះបង្ហើបរាងកាយចុះចេញពីលើនាងក្រមុំមកដេកអោបនាងពីចំហៀងវិញថោកផងអែលផងបង្ហាញនៅកាយវិការពេញចិត្តចំពោះរាងកាយរបស់នាងយ៉ាងខ្លាំងបងប្អូនទាំងអត់បន្ទាប់ពីដុល្លារធ្វើ assignment រួចជាមួយខ្មោចដ៏ស្រស់ស្អាតនឹងហើយដុល្លារបាននិយាយទៅខ្មោចនឹងថានាងដឹងអត់ខ្ញុំស្រឡាញ់នាងខ្លាំងណាស់ប៉ុន្តែបងប្អូននឹងអត់ដឹងនារីខ្មោចដ៏ស្រស់ស្អាតនឹងឆ្លើយប្រាប់ទៅដុល្លារវិញថាម៉េចទេគាត់បានប្រាប់ដុល្លារថាតែខ្ញុំជាខ្មោចនឹងពេលនោះទើបដុល្លារបានដឹងច្បាស់ថាបាញ់មិញនេះគេលេងល្បែងកាមាជាមួយនឹងនាងទេពធីតាព្រឹកព្រៃដែលស្ថិតក្នុងរាងកាយរបស់មនុស្សគេក្រោកឡើងអង្គុយមើលរាងកាយអាក្រាតរបស់ស្រីក្រមុំពីលើផុតក្រោមពីក្រោមផុតលើយ៉ាងជក់ចិត្តដិតអារម្មណ៍រហូតមានសេចក្តីត្រូវការឡើងមកម្ដងទៀតយ៉ាមិញខ្មោចចូលស្ត្រីម្នាក់នោះដែលដុល្លារគាត់លួចមើលជារៀងរាល់ល្ងាចពេលដែលគាត់ចេញមកពីរៀនវិញណាម្នាក់រីតាហ្នឹងណាប៉ុន្តែអ្វីដែលសំខាន់នោះខ្មោចទៅចូលក្នុងម្នាក់ស្រីរីតាហ្នឹងបានធ្វើឲ្យម្នាក់ស្រីរីតាហ្នឹងគាត់ដឹងខ្លួនទេហើយក៏ដើរពីបន្ទប់ដែលគាត់ជួលហ្នឹងមករកបន្ទប់ដុល្លារទៅហើយក៏បានធ្វើ assignment ទាំងពីរនាក់ទៅបងប្អូនដឹងអត់ហើយអាប៉ែដុល្លារហ្នឹងខូចទេណាហើយនឹងគាត់ថាម៉េចបងប្អូនបើស្អាតម្លឹងខ្មោចក៏ខ្មោចទៅចុះអើយគាត់លែងគិតអីទៀតគាត់និយាយអញ្ចឹងខ្មោចក៏ខ្មោចទៅពួកអីខ្មោចចូលស្រីស្អាតអីអញ្ចឹងយើងចាំការទៀតខ្មោចក៏ខ្មោចទៅនេះកំឡោះដុល្លារនិយាយក្នុងចិត្តរួចហើយឡើងទៅទ្រពលើនាងម្ដងទៀតអាយ៉ាអូយ៉ូធ្វើ assignment ម្ដងហើយអត់តាន់ចប់ទេបងប្អូនឥឡូវប៉ែដុល្លារហ្នឹងធ្វើ assignment មួយខ្មោចម្ដងទៀតនាងកមុំក៏បោះដៃទទួលអ្នកកំឡោះអោបនាយជាប់នឹងដើមទ្រូងរបស់នាងដុល្លារចាត់ចែងដំណើរការក្រេបរសជាតិស្នេហ៍បន្តទៅទៀតមិនខាតប្រយោជន៍មួយវិនាទីណាឡើយវាជាល្បែងស្នេហ៍ពោពេញទៅដោយភ្លើងក្តៅងុំបន្ទុំជាមួយនឹងសេចក្តីសុខដ៏ពេញចិត្តក្រៃលែងទោះបីថាសេចក្តីសុខនោះកើតឡើងជាមួយនឹងវិញ្ញាណផ្សេងរូបផ្សេងក៏ដោយបាទបងប្អូនរឿងហ្នឹងបានចប់ហើយអញ្ចឹងគឺថាបងប្អូនមានទទួលអារម្មណ៍បែបហ្នឹងអត់មានន័យថាខ្មោចសងគុណណាបងប្អូនធ្លាប់តែខ្មោចពេលយើងទៅព្រៃទៅអីចឹងយើងខ្លាចខ្មោចអញ្ចឹងយើងនៅម្នាក់ឯងយើងព្រឺសម្បល់ប៉ុន្តែខ្មោចនេះមិនមែនមកបន្លាចយើងទេគឺមកសងគុណយើងវិញដោយសារដុល្លារគាត់បានជួយដោះដេកគោលនៅតសនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងមានន័យថាខ្មោចនឹងអាចចូលម្នាក់ដែលតែងតែបង្ហាញទៅដុល្លាររៀងរាល់ល្ងាចដែលគាត់ត្រឡប់មកពីសាលារៀនវិញហ្នឹងអញ្ចឹងបង្ហាញគាត់ឃើញrồiហើយខ្មោចក៏ទៅចូលម្នាក់ឈ្មោះរីតាហ្នឹងrồiហើយក៏ពីរនាក់ហ្នឹងក៏ចាប់ផ្ដើមស្រឡាញ់គ្នារហូតតទៅបាទសូមអរគុណ